នេះជាការបង្ហាញទាក់ទងទៅនឹងការ trade នៅក្នុង future ប្រើ Binance Exchange App យើងចុចទៅលើ Binance មកហើយយើងនឹងឃើញពាក្យថា asset យើងចុចទៅលើពាក្យ asset នេះមកហើយយើងនឹងឃើញផ្ទាំងមួយនេះយើងនឹងធ្វើការប្រកាសថានៅក្នុង future របស់យើងគឺមានលុយគ្រប់គ្រាន់ដើម្បីធ្វើការ trade ក្នុងករណីថាបើមានលុយទេគឺយើងត្រូវការ transfer ពី spot wallet យើងត្រូវធ្វើការ transfer ពី spot ចូលទៅក្នុង future នៅក្នុងនោះគឺខ្ញុំមានលុយ 1.5 សេនហើយយើងចុចពាក្យទៅលើពាក្យ max នោះមកហើយចុចពាក្យថាពាក្យ confirm អូខេដល់ចំណុចនេះគឺយើងធ្វើការសិក្សាបន្ថែមទៀតទាក់ទងទៅនឹងការកំណត់ទៅលើ setting មួយចំនួននៅក្នុងនោះគឺយើងកំណត់ទៅលើ margin leverage and peer អញ្ចឹងនៅក្នុងចំណុចមួយនេះគឺខ្ញុំត្រូវទៅលើ peer មួយដែលថា BNB USDT អញ្ចឹងចំណុចទាំងអស់ហ្នឹងគឺដោយសារតែកាក់មួយនេះគឺវាអត់សូវមានហានិភ័យទេវាអត់ឡើងចុះខ្លាំងដូចកាក់មៀម coin ទេអញ្ចឹងយើងធ្វើការ adjust ទៅលើ leverage របស់យើងមកខ្ញុំកំណត់ត្រឹមតែ5 leverage តែប៉ុណ្ណោះដោយសារតែការពារសុវត្ថិភាពនៅក្នុងគណនីរបស់ខ្ញុំអញ្ចឹងបន្ទាប់ពីយើងធ្វើការកំណត់ទៅលើ leverage រួចហើយយើងធ្វើការអូសទៅលើភាគរយដែលយើងចង់ដាក់នៃចំនួនលុយរបស់យើងដើម្បីធ្វើការ trade តែម្ដងនៅពេលយើងធ្វើការអូសវានឹងបង្ហាញទិន្នន័យមួយចំនួននៅទីនេះគឺមាន liquid price ហើយតាក់ទងទៅនឹង liquid price ចំពោះ long ហើយនិង short ហើយបើបងប្អូនអាចសិក្សាមើលថាតើយើងចង់ចូល long ឬក៏ short បានន័យថាយើងចង់ទិញឬក៏លក់អញ្ចឹងណាចំណុចពីរនេះគឺវាមានន័យស្មើគ្នាទេអញ្ចឹងដោយសារតែលុយខ្ញុំវាតិចអញ្ចឹងវាមិនអាចបើក position បានទេអញ្ចឹងខ្ញុំត្រូវការអូសឲ្យអស់តែម្ដងលុយ 1.5 សេនហ្នឹងគឺអូសអស់ដើម្បីបើក position ហើយចំណុចមួយនេះគឺខ្ញុំត្រូវការធ្វើការ short ដោយសារតែបច្ចុប្បន្នវាមានសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ហើយនិងអាមេរិកហើយនិងអ៊ីស្រាអែលផងដែរហើយយើងសិក្សាមើលថាវានឹងអាចចុះអញ្ចឹងខ្ញុំចុចទៅលើ short ហ្នឹងបាទហើយចំណុចហ្នឹងគឺ open position គឺអត់មានទេហើយ order position ក៏អត់មានដែរអញ្ចឹងការចុចទៅលើ short របស់ខ្ញុំអត់ចុចទេដោយសារតែលុយតិចពេកដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងធ្វើការ over អស់មកដោយសារលុយតិចពេកយើងចុចម្ដងទៀតមកចុចពាក្យ open short អូខេបានន័យថា order created មានន័យថាយើង open short រួចរាល់ហើយអញ្ចឹងចំណុចទាំងអស់នេះគឺមានន័យថាយើងចូល position short រួចហើយអញ្ចឹងយើងសិក្សាមើលទៅនឹង size គឺយើងមាន 6.27% margin 1.25 និងយើងប្រើ gross future gross មានន័យថាលុយដែលយើងមានក្នុង account ប្រមាណបើយើងដាក់ SL ទេគឺ account នឹងដាច់អញ្ចឹងដល់ហ្នឹងគឺយើងមានបញ្ជាក់ទៅលើ enterprise ហើយ market price ហើយនិង liquidate price អញ្ចឹងចំពោះចំណុចនេះគឺសំខាន់ទាក់ទង liquidate យើងត្រូវធ្វើការកំណត់ SL និង TP បានត្រឹមត្រូវដើម្បីការពារ account របស់យើងហើយបន្តមកទៀតយើងធ្វើការបញ្ជាក់ទៅលើ size margin ឬក៏ enterprise ឬក៏ market និង liquidate price ឲ្យបានច្បាស់លាស់ដើម្បីកំណត់ថាយើងត្រូវកំណត់ TP តម្លៃប៉ុន្មានអញ្ចឹងយើងបើបងប្អូនចេះមើល graph ឬក៏វិភាគតម្លៃដែលយើងត្រូវ TP គឺយើងអាចធ្វើការកំណត់បានយើងគួរតែកំណត់ TP ប៉ុន្មានយើងចុចទៅលើposition TP SL មកហើយយើងធ្វើការកំណត់អញ្ចឹងខ្ញុំកំណត់ត្រឹមតែ$590ទេបាន3សេននេះចំណុចខៀវខាងក្រោមហ្នឹងហើយនឹង SL គឺខ្ញុំកំណត់640ហើយខាតតែ1សេនទេខ្ញុំចុចពាក្យ confirm អញ្ចឹងបើបងប្អូនមានលុយច្រើនគឺបងប្អូនខាតចំណេញទៅតាមនឹងដែរប៉ុន្តែនេះគឺជាការបង្ហាញជូនបងប្អូនតែប៉ុណ្ណោះហើយយើងធ្វើការកំណត់ទៅលើ SL និង TP រួចហើយវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេ But this is not final advice. Thank you for watching.